ជំរាបសួរអំពូមីងថ្ងៃនេះម៉ាក់ខ្ញុំទៅផ្សារឃើញស្អំល្អគាត់តែងមកធ្វើម្ហូបស្អំហ្នឹងម៉ាក់ខ្ញុំយកមកធ្វើម្ហូបបាន2មុខទី1ពងទាចៀនជាមួយស្អំហើយមួយមុខទៀតស្ងោរស្អំសាច់ជ្រូកចិញ្ច្រាំតោះទៅមើលគ្រឿងផ្សំទាំងអស់គ្នាមានដូចជាសាច់ជ្រូកចិញ្ច្រាំពងមាន់ចំនួន6គ្រាប់ស្អំមួយចាននេះបានហាន់ល្អិតរួចជាស្រេចហើយស្អំនេះទុកសម្រាប់ស្លដំបូងឡើយម៉ាក់ខ្ញុំកូរពងទាឲ្យសព្វបន្ទាប់ពីកូរសព្វហើយចាប់ផ្ដើមលាយគ្រឿងមានតែរ៉ូឌីម្រេចនិងទឹកស៊ីអ៊ីវបន្ទាប់ពីកូរឲ្យសព្វហើយម៉ាក់ខ្ញុំក៏ដាក់ស្អំដែលហាន់រួចចូលទៅឥឡូវនេះម៉ាក់ខ្ញុំទុកវាមួយឡែកសិនបន្ទាប់មកម៉ាក់ខ្ញុំចាប់ផ្ដើមលាយគ្រឿងសាច់ជ្រូកចិញ្ច្រាំមានរ៉ូឌីម្រេចទឹកស៊ីអ៊ីវបន្តិចដែរហើយគាត់ច្របល់សាច់នេះឲ្យសព្វគ្រឿងបន្ទាប់ពីលាយគ្រឿងរួចហើយម៉ាក់ខ្ញុំចាប់ផ្ដើមដាក់ខ្ទះដាក់ប្រេងឆាចូលទៅទុកឲ្យក្តៅបន្តិចរួចហើយម៉ាក់ខ្ញុំចាប់ផ្ដើមចៀនតែម្ដងពេលចៀនយើងមិនអាចដាក់ភ្លើងខ្លាំងទេយើងដាក់ភ្លើងរឹមបានហើយពងទាចៀននេះល្អខ្លាំងមែនទែនពុកម៉ែបងប្អូនហើយរសជាតិក៏ឆ្ងាញ់ដែរឥឡូវនេះម៉ាក់ខ្ញុំចៀនពងទារួចរាល់ហើយបន្ទាប់មកដាក់ដាំទឹកហើយដាក់ខ្ទឹមសចូលទៅរងចាំឲ្យពុះសិនហើយម៉ាក់ខ្ញុំក៏ដាក់សាច់ចិញ្ច្រាំចូលបន្ទាប់ពីដាក់សាច់ចូលហើយម៉ាក់ខ្ញុំផ្សំគ្រឿងមានដូចជាទឹកស៊ីអ៊ីវរ៉ូឌីរួចគ្របគម្របរងចាំឲ្យពុះទើបក៏ដាក់ស្អំចូលទៅដាក់តែមួយពុះគឺឆ្អិនហើយគ្រាន់តែឃើញក៏ចង់ញ៉ាំដែរអ៊ំពូមីងមុខម្ហូបនេះខ្ញុំចូលចិត្តខ្លាំងជាងគេជាពិសេសពងទាចៀនស្អំចូលចិត្តខ្លាំងមែនទែនអរគុណអ៊ំពូមីងទាំងអស់គ្នាដែលបានតាមដានវីដេអូម៉ាក់ខ្ញុំជូនពរអ៊ំពូមីងឲ្យមានសុខភាពល្អទាំងអស់គ្នាជម្រាបលា